បិទតែមេឃរៀងសតុំប៉ុន្តែដីខាងក្រោមវាស្ងួតបងប្អូនអញ្ចឹងត្រូវដាក់ទឹកវាកូនកវាញនៅទីនេះបាទដាក់ទឹកវាពាក់កណ្ដាលខែ11ហើយតែកូនកវាញនេះជីទូទៅដាំដោះវាអត់ប្រកាន់រដូវទេបងប្អូនទាំងអស់គ្នាខែណារដូវណាក៏ដាំបានដែរសំខាន់ឲ្យតែមានម្លប់ហើយបើស្ទើរម្លប់ទៀតបងប្អូននេះស្បៃឃើញនេះប្រក់អញ្ចឹងឯងបាទប្រក់ស្បៃហើយមួយទៀតសំណើមដីក៏សំខាន់ណាស់ដែរបាទវាត្រូវការដីដែលមានសំណើមល្អបាទសំណើមល្អត្រូវស្រោចស្រពជាប្រចាំតែម្ដងបើមិនអញ្ចឹងទេគឺការដោះលូតលាស់អត់ល្អទេបាទការដោះលូតលាស់គឺអត់ល្អទេដាក់ទឹកវាបន្តិចព្រោះអី2ថ្ងៃ3ថ្ងៃនេះវាអត់ភ្លៀងទៅដីតាមក្នុងថូក្នុងតាមគល់វាហ្នឹងវាស្ងួតបាទអញ្ចឹងក៏មកដាក់ទឹកវាបន្តិចទៅបាទ